rồi sẽ đây tao này mua job đi về lại đi bay tao về cho mình là câu chuyện vòng mẹ đến tí 30 ปีមុខរបស់ជាងតន្ត្រីអំណាចចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរការជ្រើសរើសអាជីពមួយសម្រាប់ខ្លួនឬគ្រួសារគឺជាប្រការល្អដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពទូធាពូសុកមីងយុនក្រៅពីធ្វើស្រែគាត់បានចិញ្ចឹមត្រីក្នុងស្រែមួយក្បែរភូមិដែលមានត្រីរាប់ពាន់ក្បាលរាល់ព្រឹកនិងល្ងាចពួកគាត់ទាំងពីរតែងតែឲ្យចំណីត្រីព្រោះទឹកនៅវេលានេះត្រជាក់ពូសុកបានរៀនពីពីផលិតចំណីត្រីដោយយកស្លឹកដំឡូងជ្វាចកត្រកួនបាយទាពោតសណ្តែកសៀងនិងសម្មាសធាតុផ្សេងទៀតដូចជាកន្តក់ចុងអង្គកាក់សំណល់ផ្ទះបាយម្សៅត្រីឬម្សៅត្រីជីខានឡាក់លាយចូលគ្នាបន្ទាប់មកស្ងោរឲ្យឆ្អិនទុកឲ្យត្រជាក់មុននឹងដាក់ឲ្យត្រីស៊ីលើសពីនេះពូសុកតែកាប់ចម្រះស្មៅនឹងព្រៃទូចដើម្បីឲ្យមានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ចូលក្នុងស្រះពេលខ្លះគាត់យកលាបមួកគោមាន់ជ្រូកដែលស្ងួតដាក់បាតស្រះរួចបញ្ចូលទឹកត្រាំទុកពី3ទៅ5ថ្ងៃដើម្បីឲ្យកើតជាចំណីធម្មជាតិសម្រាប់ឲ្យត្រីស៊ីនិងឆាប់បានទទួលផលការទិញចំណីត្រីពីផ្សារនាំឲ្យអស់ប្រាក់ច្រើនមិនសូវចំណេញទេមុខរបរចិញ្ចឹមត្រីបានជួយដល់ជីវភាពគ្រួសារពូសុកបានទូធាមិនបាច់ខ្ចីបុលប្រាក់គេដែលជាគំរូល្អដល់អ្នកចិត្តខាងក្នុងភូមិជម្រាបលាអ្នក